យើងធ្វើមិនដើម្បីបញ្ចុះខ្លាញ់នឹងឲ្យបានលឿនតាមអាចធ្វើទៅបានអញ្ចឹងបងប្អូនបាទអញ្ចឹងមុននឹងឈានចូលទៅដល់ការបញ្ចុះខ្លាញ់ហ្នឹងណាខ្ញុំសូមបញ្យល់សិនថាតើក្នុងរាងកាយយើងហ្នឹងវាមានខ្លាញ់ប្រមាណប្រភេទបាទណាបងប្អូនបាទក្នុងរាងកាយយើងហ្នឹងបងប្អូនមានខ្លាញ់ពីរប្រភេទផ្សេងគ្នាប្រភេទទី1គេហៅថា subcutaneous fat គឺជាខ្លាញ់ទាំងឡាយណាដែលយើងមើលឃើញនឹងភ្នែកហើយខ្លាញ់ហ្នឹងគឺជាខ្លាញ់ដែលនៅក្រោមស្បែកពោះយើងហ្នឹងហ្មងអញ្ចឹងបងប្អូនឃើញក្បាលពោះធំធំអូខេអញ្ចឹងអាធំហ្នឹងហើយគឺពោពេញទៅដោយខ្លាញ់មួយហ្នឹងហើយដោយតែបងប្អូនឃើញនៅក្នុងរូបភាពនេះអញ្ចឹងខ្លាញ់ហ្នឹងវាមានទីតាំងនៅក្រោមស្បែករបស់យើងជាទូទៅយើងមានស្បែកហើយយើងមានខ្លាញ់ហ្នឹងហើយខ្លាញ់ទី2អង់គ្លេសគេហៅថា visceral fat គឺជាខ្លាញ់មួយដែលយើងមើលនឹងភ្នែកមិនឃើញទេហើយខ្លាញ់ហ្នឹងគឺវានៅក្នុងខ្លួនរបស់យើងគឺវារុំសរីរាង្គទាំងអស់របស់យើងក្នុងហ្នឹងដូចជាពោះវៀនតូចពោះវៀនធំបាទរុំថ្លើមបាទរុំបេះដូងបាទរុំលំពេងទាំងអស់ហ្នឹងឯងដូចតែបងប្អូនឃើញនៅក្នុងរូបភាពអញ្ចឹងបងប្អូនអាពណ៌លឿងៗណាបងប្អូនឃើញណាបាទហើយអាខ្លាញ់នេះគឺជាខ្លាញ់ដែលគ្រោះថ្នាក់បំផុតអាខ្លាញ់នេះហើយដែលធ្វើឲ្យយើងមានជំងឺរ៉ាំរ៉ៃច្រើនមែនទែនជំងឺមុនគេនេះគឺជំងឺកាំងបេះដូងហ្នឹងឯងស្លាប់មកជំនាញខ្លួនបាត់ការចងចាំបាទលើសជាតិអាស៊ីតអូខេធ្វើឲ្យមានការរលាកធ្ងន់ធ្ងរបាទមានជំងឺអីទាំងអស់ហ្នឹងគឺខ្លាញ់ហ្នឹងឯងអញ្ចឹងបងប្អូនបាទចំណែកខ្លាញ់ដែលយើងមើលឃើញនឹងភ្នែកនៅក្បាលពោះរបស់យើងហ្នឹងណាខ្លាញ់ហ្នឹងគឺពិបាកកំចាត់មែនទែនហ្មងអញ្ចឹងណាហើយបើប្រៀបធៀបជាមួយនឹងអាខ្លាញ់ visceral fat មួយទៀតហ្នឹងខ្លាញ់នេះអត់ទៅមានហានិភ័យខ្ពស់ដូចអាខ្លាញ់ដែលរួមសរីរាង្គរបស់យើងទេបងប្អូនអញ្ចឹងហើយចំពោះបុគ្គលមួយចំនួនវិញក្បាលពោះគឺអត់ទាន់ឃើញធំទេក៏ប៉ុន្តែមានខ្លាញ់ហ្នឹងហើយអញ្ចឹងបងប្អូនបាទហើយក៏អាចមានខ្លាញ់គេហៅថារួមសរីរាង្គច្រើនដែរពួកយើងមើលអត់ឃើញអញ្ចឹងវិធីសាស្ត្រតើធ្វើយ៉ាងណាដើម្បីឲ្យយើងដឹងថាតើយើងមានអាខ្លាញ់រួមសរីរាង្គច្រើនហើយយើងមើលយ៉ាងណាដឹងថាយើងហ្នឹងគឺមានខ្លាញ់ក្បាលពោះព្រោះអ្នកក្បាលពោះធំអីទេព្រោះយើងមើលទៅឃើញច្បាស់ហ្មងតែអ្នកខ្លះគឺអត់ដឹងហ្មងអញ្ចឹងណាគឺវិធីសាស្ត្រគេមានពីរវិធីសាស្ត្រទី1ហ្នឹងគឺគេឲ្យវាស់ BMI បងប្អូនអាចចូលទៅមើលវីដេអូរបស់ខ្ញុំទៅនេះខ្ញុំបង្ហាញពីរបៀបវាស់ BMI ហ្នឹងហើយណាវិធីសាស្ត្រទី1គឺក៏បងប្អូនអាចទៅកន្លែងមជ្ឈមណ្ឌលមើលឈាមដូចជា View Medical ដែលខ្ញុំណែនាំហ្នឹងបងប្អូនទៅគឺគេមានតែគាត់ណាឈរលើជិញគេហ្នឹងគឺគេវាស់ឲ្យហ្មងមកតួខ្លួនយើងហ្នឹងមានអាខ្លាញ់ក្បាលពោះហ្នឹងប្រមាណបាទមានអាខ្លាញ់រួមសរីរាង្គប្រមាណបាទសាច់ដុំប្រមាណឆ្អឹងប្រមាណចឹងបងប្អូនអាចទៅមើលឡើងបានតម្លៃធូរថ្លៃមែនទែនបងចឹងបងប្អូនបាទហើយវិធីសាស្ត្រមួយទៀតងាយស្រួលបងប្អូនអាចធ្វើនៅផ្ទះបានបងប្អូនទិញម៉ែត្រមួយមកបងប្អូនវាស់ចង្កេះបើសិនជាមនុស្សប្រុសឃើញថាចង្កេះធំជាង40បាទថាបងប្អូនគឺមានបញ្ហាលើសខ្លាញ់ហើយបាទទាំងខ្លាញ់ក្បាលពោះទាំងខ្លាញ់រួមសរីរាង្គហើយមនុស្សស្រីវិញគឺបើសិនជាធំជាង35គឺលើសខ្លាញ់ហ្នឹងហើយទាំងខ្លាញ់ក្បាលពោះហើយនិងខ្លាញ់រួមសរីរាង្គអញ្ចឹងចំណុចនេះគឺបងប្អូនត្រូវដឹងមុនគេសំណួរសួរបន្តទៀតថាតើយើងមានខ្លាញ់នឹងដោយរបៀបណាអញ្ចឹងណាបងប្អូនអានេះគឺជាឫសគល់មួយដែលខ្ញុំចង់ឲ្យបងប្អូនដឹងមុននឹងបងប្អូនឈានទៅដល់ការកម្ចាត់ខ្លាញ់នឹងចោលអូខេធម្មតានៅពេលណាដែលយើងទទួលទានសារធាតុចិញ្ចឹមវាមាន3ណាវាមានជាតិពពួកកាបូហីដ្រាតពពួកផ្អែមបាទណាមានដូចជាម្សៅមានដូចជាភេសជ្ជៈផ្អែមទាំងអស់ហ្នឹងហៅកាបូហីដ្រាតហើយវាមានពពួកគេហៅថា protein បាទមួយទៀតពពួកខ្លាញ់ល្អអញ្ចឹងសារធាតុចិញ្ចឹមទាំង3ហ្នឹងបើសិនជាយើងញ៉ាំអត់ត្រូវទេវាធ្វើឲ្យយើងមានខ្លាញ់នឹងច្រើនមែនតើអញ្ចឹងសារធាតុចិញ្ចឹមមួយដែលធ្វើឲ្យបងប្អូនមានខ្លាញ់នឹងច្រើនណាគឺពពួកកាបូហីដ្រាតអាហារទាំងឡាយណាភេសជ្ជៈទាំងឡាយណាដែលមានរសជាតិផ្អែមបាទដូចជាអាហារធ្វើពីម្សៅណាមានដូចជានំប៉័ងនំប៊ឺហ្គឺនំខេកបាទបាយកាទៀវមីអីទាំងអស់ហ្នឹងឯងអាហ្នឹងហើយពោពេញទៅដោយជាតិម្សៅហើយមួយទៀតភេសជ្ជៈផ្អែមបាទមិនថាផ្អែមមកពីស្ករសមិនថាផ្អែមមកពីផ្លែឈើទេឲ្យតែផ្អែមអាពីរហ្នឹងពេលណាដែលបងប្អូនទទួលទានវាច្រើនកាលណាណាគឺបងប្អូននឹងមានហានិភ័យឡើងខ្លាញ់នឹងច្រើនជាងគេហ្មងធម្មតារាងកាយយើងគឺត្រូវការស្ករតែ5ក្រាមទេនៅក្នុងឈាមរបស់យើង5លីត្រហ្នឹងណាហើយបងប្អូនខ្លះទទួលទានរហូតដល់30 40 50បូកសរុបចូលគ្នាទៅមិនក៏ចូលដល់80 90ក្រាមដែរហើយរាងកាយយើងត្រូវការប្រហែល5ក្រាមតិចមែនទែនហ្មងអញ្ចឹងយើងញ៉ាំលើសញ៉ាំច្រើនពេកអញ្ចឹងនៅពេលណាដែលយើងទទួលទានអាទាំងអស់នឹងច្រើនពេកហ្នឹងអញ្ចឹងរាងកាយយើងនឹងបញ្ចេញអរម៉ូនគេថាអរម៉ូនអាំងស៊ូលីនដើម្បីឲ្យកោសិកាទាំងអស់ទទួលយកអាជាតិស្ករអាជាតិផ្អែមទាំងអស់ហ្នឹងឯងក៏ប៉ុន្តែនៅពេលណាដែលក្នុងសរសៃឈាមយើងមានស្ករច្រើនពេកអញ្ចឹងពេលហ្នឹងហើយគឺជាពេលដែលអរម៉ូនអាំងស៊ូលីនមិនអាចឲ្យកោសិកាយើងទាំងអស់ទទួលយកជាស្ករនឹងបានទៀតទេវាច្រើនពេកឧទាហរណ៍ដូចជាបងប្អូនចាក់ទឹកចូលពីអញ្ចឹងពីហ្នឹងដាក់ទឹកបាន1000លីត្រទេបងប្អូនចាក់បាន1000លីត្រគឺវាពេញដល់ពេលបងប្អូនចាក់បន្ថែមទៀត1500 1600 1700 2000 3000 លីត្រអញ្ចឹងទឹកហ្នឹងវាទៅណាវាហៀចេញពេញហ្នឹងហ្មងបាទឡាក់ពេញហ្នឹងអញ្ចឹងអត់ខុសពីសរសៃឈាមរបស់បងប្អូនទេអញ្ចឹងនៅពេលណាដែលបងប្អូនទទួលទានស្ករច្រើនស្ករនោះគឺវាច្រើនពេកហ្មងអញ្ចឹងពេលហ្នឹងអរម៉ូនអាំងស៊ូលីនវាមិនដឹងធ្វើម៉េចទេហើយអរម៉ូនអាំងស៊ូលីនមិនអាចបន្តឲ្យឈាមរបស់បងប្អូនមានស្ករច្រើនទេអញ្ចឹងអរម៉ូនអាំងស៊ូលីនពេលហ្នឹងគឺវានឹងបំលែងអាស្ករដែលលើហ្នឹងបងប្អូនទៅជាខ្លាញ់នឹងឯងហើយខ្លាញ់ដែលវាបំលែងហ្នឹងគឺខ្លាញ់អាក្បាលពោះហ្នឹងហើយនឹងខ្លាញ់រុំសរីរាង្គនឹងឯងបងប្អូនអញ្ចឹងបងប្អូនគួរតែយល់ពីប្រភពដើមហេតុនៃការលើសខ្លាញ់ហ្នឹងដល់ពេលបងប្អូនទៅមើលឈាមបងប្អូនឃើញលើសខ្លាញ់មានតំណែងកំហុសថាបងប្អូនញ៉ាំសាច់ខ្លាញ់ច្រើនបាទគេឲ្យតមខ្លាញ់បដ ாய் បាទហើយអ្នកខ្លះឲ្យតមខ្លាញ់ហើយឲ្យតមអាហារដែលមានម្សៅទៀតញ៉ាំតែបន្លែទេញ៉ាំតែស៊ុបទេអានេះគ្រោះថ្នាក់ខ្លាំងមែនទេបងប្អូនបាទតាមពិតបងប្អូនលើសខ្លាញ់ទាំងអស់ហ្នឹងដោយសារតែបងប្អូនទទួលទានជាតិផ្អែមជាតិស្ករច្រើនពេកបាទវាលើសមិនមែនដោយសារតែបងប្អូនទទួលទានអាសាច់ជក់ខ្លាំងសាច់ហ្នឹងទេបងប្អូនអញ្ចឹងណាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនស្វែងយល់ពីចំណុចនេះឲ្យច្បាស់អញ្ចឹងអានឹងទី1ណាគឺភេសជ្ជៈផ្អែមហើយនឹងអាហារដែលមានជាតិម្សៅបើយោបល់ខ្ញុំគឺជៀសបានជាតិភេសជ្ជៈផ្អែមទាំងអស់ហើយបើសិនជាបងប្អូនចង់ញ៉ាំភេសជ្ជៈផ្អែមគឺគួរតែញ៉ាំអាហារឬក៏ភេសជ្ជៈទាំងឡាយណាដែលបងប្អូនដាក់ស្ករម៉ាំងហ្វ្រូតស្ករ stevia ឬក៏ស្ករ allulose ហ្នឹងអីទេបងប្អូនណាបាទហ្នឹងហើយមួយទៀតអាហារដែលមានជាតិម្សៅហ្នឹងអាហារខ្លះបើប្រជុំបានប្រជុំអាហារកាត់បន្ថយបានកាត់បន្ថយដូចជាបាយអាចកាត់បន្ថយបានណាអូខេដូចជាអាហារមួយចំនួនបងអាចប្រជុំបានប្រជុំហ្មងព្រោះវាអត់ចាំបាច់អីទាំងអស់អាហ្នឹងវាធ្វើឲ្យបងប្អូនហ្នឹងគឺមានបញ្ហាចំណុចមួយទៀតដែលធ្វើឲ្យបងប្អូនឡើងខ្លាញ់ហ្នឹងដែរគឺបងប្អូនពិបាកចិត្តពេកបងប្អូនគិតច្រើន
បងប្អូនមានភាពតានតឹងរ៉ាំរ៉ៃគិតរាល់ថ្ងៃពិបាកចិត្តរាល់ថ្ងៃតែពិបាកចិត្តតែគិតដេកអត់លក់អីចឹងបងប្អូនបានអញ្ចឹងនៅពេលណាដែលបងប្អូនគិតច្រើននៅពេលណាដែលបងប្អូនពិបាកចិត្តណារាងកាយយើងវានឹងបញ្ចេញអរម៉ូនពីរ epinephrine ហើយនិង cortisol ពីរហ្នឹងគឺ stress hormone ណានៅពេលណាដែលមាន stress រាងកាយបញ្ចេញអរម៉ូនមកអូតូម៉ាទិកហើយអ្វីដែលសំខាន់បំផុតអរម៉ូនហ្នឹងតែវាចេញមកវាយក score មកដែរហើយបងប្អូនញ៉ាំអាហារដែលមានជាតិ score ច្រើនហើយបងប្អូន stress វាយក score មកទៀតណាបាទខ្លាំងបញ្ចេញ score មកទៀតណាអាហ្នឹងវាធ្វើឲ្យបងប្អូនមានបញ្ហាលឹះខ្លាញ់ច្រើនទៅអ្នកខ្លះពិបាកចិត្តបាទញ៉ាំច្រើនពិបាកចិត្តញ៉ាំច្រើនអាហ្នឹងអត់ខុសទេណាតែវាទាញ score មកច្រើនវាធ្វើឲ្យយើងឃ្លានចង់ញ៉ាំហើយអញ្ចឹងតែយើងញ៉ាំយើងបញ្ចូល score ទៀតឃើញទេបងប្អូនតែបញ្ចូល score អា score ហ្នឹងវាប្រើប្រាស់អត់អស់នៅក្នុងខ្លួនអរម៉ូនអាំងស៊ូលីនបំលែងអា score ទៅជាខ្លាញ់ទៀតអញ្ចឹងចំណុចទី2គឺសំខាន់ណាស់បងប្អូនណាគឺអាចបានគឺកាត់បន្ថយភាពតានតឹងរ៉ាំរ៉ៃព្យាយាមកាត់បន្ថយយើងមិនអាចគេហៅថាបំបត្តិបានទេតែកាត់បន្ថយបានបាទបងប្អូនបាទហើយគេញ៉ាំបានគ្រប់គ្រាន់យ៉ាងតិចក៏បាន7ម៉ោងដែរបងប្អូនត្រូវដឹងណារាងកាយយើងចាប់ផ្ដើមជួសជុលខ្លួនឯងគឺនៅចន្លោះពីម៉ោង10ដល់ម៉ោង2ទៀតភ្លឺ5ម៉ោងហ្នឹងគឺជាពេលវេលាដែលរាងកាយយើងត្រូវការពេលដើម្បីជួសជុលព្យាបាលខ្លួនយើងនិងត្រៀមខ្លួនយើងនឹងឲ្យរួចជាស្រេចនៅថ្ងៃបន្ទាប់អញ្ចឹងហើយបានជាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនចូលគេងម៉ោង10យប់ហ្នឹងឯងបាទហ្នឹងហើយហើយអ្នកខ្លះម៉ោង2ម៉ោង3ហ្នឹងគឺភ្ញាក់ឡើងហើយបាទអញ្ចឹងវាជារឿងធម្មតាឯអ្នកមួយចំនួនណាហើយ1ម៉ោងគាត់ក៏ដេកទៅវិញអញ្ចឹងណាអូខេអញ្ចឹងយ៉ាងខ្លីសរុបយ៉ាងណាក៏ដោយបងប្អូនគេឲ្យបានយ៉ាងតិច7ម៉ោងក្នុងមួយថ្ងៃអញ្ចឹងមិញចំណុចទី1គឺភេសជ្ជៈផ្អែមចំណុចទី2គឺអាហារដែលមានជាតិម្សៅចំណុចទី3គឺភាពតានតឹងរ៉ាំរ៉ៃហើយនឹងគេញលួនឯងហើយចំណុចទី4ក៏សំខាន់ដែរគឺបងប្អូនទទួលទានអាហារដែលមានខ្លាញ់អាក្រក់ច្រើនអាហារដែលមានខ្លាញ់អាក្រក់ច្រើនហ្នឹងវាច្រើនតែនៅក្នុងអាហារកែច្នៃបាទអាហារកំប៉ុងបាទអាហារអំពងអាហារចៀនបាទហើយគេដាក់អំពងនៅក្នុងប្រេងឆាហើយប្រេងឆាហ្នឹងគេមិនយកមកអំពងម្ដងឯងខ្លះទៅគឺ10ដង5-10ដងប្រេងឆាឡើងខ្មៅវ៉ែពងម្សាហើយស្រង់ចេញដាក់ម្សាទៀតម្សាស្រង់ចេញដាក់ម្សាទៀតម្សាស្រង់ចេញដាក់ម្សាទៀតបាទចុះទីផ្សារថ្ងៃមានតែខ្វល់អីបាទជាខ្វល់ពីបងប្អូននេះអញ្ចឹងណាបងប្អូនហ្នឹងអញ្ចឹងនៅពេលដែលបងប្អូនញ៉ាំអាហារទាំងអស់ហ្នឹងវាធ្វើឲ្យបងប្អូនហ្នឹងគឺរលាកកោសិកាគេថា inflammation ណាហើយតែរលាកកោសិកាហើយអាខ្លាញ់អាក្រក់ហ្នឹងមានទៀតវារឹតតែធ្វើឲ្យអាខ្លាញ់របស់បងប្អូននឹងលើកច្រើនទៅអញ្ចឹងបងប្អូនបាទអញ្ចឹងចំណុចនេះគឺជាចំណុចមួយដែលធ្វើឲ្យបងប្អូនជួបបញ្ហាទាក់ទងជាមួយនឹងការលើកខ្លាញ់ទាំងពីរប្រភេទហ្នឹងអូខេវិធីដោះស្រាយធ្វើម៉េចងាយស្រួលទេបងប្អូនបាទទី1បងប្អូនជៀសបានជិះអាហារផ្អែមទី2កាត់បន្ថយអាហារណាដែលមានជាតិម្សៅខ្ញុំលើកទឹកចិត្តឲ្យបងប្អូនញ៉ាំតែ3ពេលបានហើយបងប្អូនអាចធ្វើបានអូខេបាទអញ្ចឹងពេលព្រឹកបើអាចបានសូមបងប្អូនកុំញ៉ាំអាហារទាំងឡាយណាដែលមានជាតិផ្អែមចូលឲ្យសោះពេលព្រឹកកាពះពោះវៀនរបស់យើងនឹងដាក់អាហារដែលមានប្រូតអ៊ីនច្រើនក្នុងនោះមានសាច់គោក៏បានសាច់ជ្រូកក៏បានសាច់ត្រីក៏បានសាច់មាន់ក៏បានចកខ្លាញ់ក៏បានដែរសុទ្ធបាទបន្លែកាហ្វេខ្មៅបកៅមកទៅដោះគោស្រស់អត់ស្គាល់បកៅមកប៉ុណ្្នឹងទៅគឺឆ្អែតហើយរាងកាយបងប្អូនត្រូវការតែប៉ុណ្្នឹងទេហើយពេលថ្ងៃចាំបងប្អូនទទួលទានបាយណាហើយបាយដាក់មកកូនចានទៅទៅបានហើយមានសាច់មានស៊ុបមានឆាដូចគ្នាទាំងឯងហើយពេលល្ងាចសំខាន់ខ្លាំងណាស់ពេលល្ងាចហាមតែខាតកុំឲ្យមានស្ករចូលក្នុងខ្លួនយើងញ៉ាំអាហារដូចអាហារពេលព្រឹកដែរទៅក៏ប៉ុន្តែគាត់ខុសថានៅពេលណាដែលយើងញ៉ាំអាហារពេលល្ងាចហើយយើងហាត់ប្រាណពេលណាដែលយើងហាត់ប្រាណណាអញ្ចឹងសាច់ដុំរបស់យើងគឺនឹងបឺតយកអាជាតិទាំងឡាយណាដែលបងប្អូនទទួលទានអាហារពេលល្ងាចហើយយកមកធ្វើជាថាមពលអញ្ចឹងនៅពេលណាដែលវាបឺតច្រើនកាលណាវាធ្វើជាស្ករធ្លាក់ច្រើនកាលហ្នឹងអញ្ចឹងយប់ឡើងនៅពេលណាដែលជាស្ករធ្លាក់បាទជាពិសេសម៉ោង12យប់ឡើងទៅជាស្ករខុំ100 897អានឹងជាសញ្ញាមួយដែលបញ្ជាក់ថារាងកាយបងប្អូននឹងគឺធ្វើការស្រួលមែនទែនហ្មងអញ្ចឹងណាបាទរហូតដល់ព្រឹកក៏បងប្អូនឃើញជាស្ករទៀតដែរក៏ប៉ុន្តែផ្ទុយទៅវិញបើសិនជាបងប្អូនបាទញ៉ាំអាហារដែលមានជាតិម្សៅច្រើនញ៉ាំបាយច្រើនថប់ពេកជាបែបដាក់ផ្អែមទៀតណាអានឹងជាតិស្ករមួយយប់ហ្នឹងគឺឡើងរហូតដល់ព្រឹកទៀតអញ្ចឹងបងប្អូនបានអញ្ចឹងហើយចំណុចសំខាន់គឺអាហារពេលល្ងាចបងប្អូនត្រូវទទួលទានអាហារណាដែលមានប្រូតអ៊ីនឲ្យបានច្រើនហើយនឹងខ្លាញ់ល្អឲ្យបានច្រើនស្អីទៀតខ្លាញ់ល្អបងប្អូនខ្លាញ់ល្អគឺជាខ្លាញ់ដែលយើងបានមកពីគ្រាប់ធញ្ញជាតិបាទមានគ្រាប់វ៉លណាត់គ្រាប់ស្វាយចន្ទីឬក៏ប្រេងអូលីវណាឬក៏ប្រេងដូងបាទគ្រាប់ជីគ្រាប់ឈាគ្រាប់គេហៅថាគ្រាប់ខួរក្បាលបាទគ្រាប់អាល់មិនទាំងអស់ហ្នឹងហើយបាទវាសម្បូរទៅដោយខ្លាញ់ល្អដូចជាផ្លែអាវ៉ូកាដូផ្លែបឺទាំងអស់ហ្នឹងអញ្ចឹងបងប្អូនបាទហើយបើសិនជាបងប្អូនចង់ទទួលទានគេហៅថាមីកាទៀវដែលមានសុខភាពល្អអត់មានឡើងស្ករមីកងចាក់របស់ខ្ញុំណាបងប្អូនបាទមីកងចាក់នេះគឺធ្វើឡើងដោយមើមកងចាក់មើមទាល់បាទភាសាខ្មែរថាមើមទាល់អញ្ចឹងមីហ្នឹងបាទវាអត់ធ្វើឲ្យយើងឡើងស្ករដាច់ខាតបងប្អូនឆាមួយសាច់គោបងឆាមួយបន្លែបងឆាមួយស៊ុតបងប្អូនឆាជាមួយអីទាំងអស់ដាក់ទៅបងប្អូនញ៉ាំមកស្រីអត់ឡើងជាស្ករទេតែតែបងប្អូនយល់ពីវិធីសាស្ត្រមួយនេះអញ្ចឹងណាបាទអូខេអញ្ចឹងខ្ញុំសរុបសេចក្តីមកវិញអ្វីដែលធ្វើឲ្យយើងមានខ្លាញ់ក្បាលពោះច្រើនខ្លាញ់រុំស្រីរាងច្រើនហ្នឹងទី1គឺភេសជ្ជៈផ្អែមទី2គឺអាហារដែលមានជាតិម្សៅណាមានបាយមានកាទៀវមានមីមាននំអីទាំងអស់ហ្នឹងឯងបាទទី3នេះគឺថាបងប្អូនមានភាពតានតឹងរ៉ាំរ៉ៃច្រើនគឺបានគ្រប់គ្រាន់បាទទី4ហ្នឹងបងប្អូនទទួលទានអាហារណាដែលមានខ្លាញ់អាក្រក់ច្រើនដូចជាអាហារអំពងអាហារកែច្នៃអាហារដែលគេដាក់ជាតិទាំងផ្ទះអញ្ចឹង4ចំណុចហ្នឹងធ្វើឲ្យបងប្អូនមានខ្លាញ់នឹងច្រើនហើយដើម្បីកម្ចាត់ខ្លាញ់នឹងចោលលឿនទី1បងប្អូនត្រូវតែអនុវត្តគេហៅថាអាហារណាដែលមានជាតិម្សៅទាបកាត់បន្ថយឲ្យទាបបាទជាបានជាភេសជ្ជៈផ្អែមបាទគេបានគ្រប់គ្រាន់7ម៉ោងក្នុងមួយថ្ងៃបងប្អូនណាបាទហើយជាបានជាអាហារអំពងអាហារកែច្នៃហើយចុងក្រោយគេសំខាន់ជាងគេបងប្អូនអនុវត្ត IF fasting ការកំណត់រយៈពេលទទួលទានអាហារខ្ញុំលើកទឹកចិត្តឲ្យបងប្អូនអនុវត្ត18/6វាគឺជាវិធីសាស្ត្រមួយល្អមែនទែនហើយបងប្អូនចង់ដឹងពីវិធីអនុវត្ត fasting សូមមើលវីដេអូខ្ញុំទៅបាទបងប្អូនដឹងហើយបងប្អូនយល់ហើយថាតើស្អីទៅ fasting ហើយគេអនុវត្តមិនអានេះគឺជួយបងប្អូនបានច្រើនមែនទែនអូខេបើសិនជាបងប្អូនចង់ប្រឹក្សាយោបល់សុខភាពបាទអាចតាក់ទងមក Telegram ខ្ញុំផ្ទាល់បានបងប្អូនអរគុណច្រើន